សួស្តីអ្នកនរគ្នាអញ្ចឹងនៅក្នុងវីដេអូបន្ទាប់យើងនឹងចូលមកដល់របៀបនៃការបង្កើតទៅលើ database នៅក្នុងហ្នឹងគឺយើងហៅថាតារាងហើយក្នុងតារាងហ្នឹងគឺក្នុងកម្មវិធី Notion គេហៅវាជា database អញ្ចឹងការបង្កើតតារាងនេះខ្ញុំនឹងលើកឧទាហរណ៍ទៅលើការបង្កើតប្រភេទជា monthly budget tracking មួយដែលគ្នាយើងមានពីរ platform មានពីរតារាងគឺតារាងទី1យើងបង្កើតវាជា income monthly តារាងទី2យើងបង្កើតវាជា expense monthly ហើយយើងនឹងចូលទៅរបៀបនៃការបង្កើតទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងធ្វើការបង្កើត page ថ្មីមួយដោយយើង click លើ add page ហើយគ្នាយើងអាចដាក់ឈ្មោះ page យើងថា monthly budget tracking គេ monthly budget ខ្ញុំបង្កើត icon ខ្ញុំ search ពាក្យថា monthly យើងរើស icon ឬក៏រើសពណ៌ដែលយើងចង់បានហើយគ្នាយើងអាច add cover យើង cover ដោយគ្នាយើងចុចលើ change ហើយយើងអាចចុចលើ plus យើងអាច search ខ្ញុំទៅសេពាក្យថា money វានឹង fill ទៅលើរូប money ឲ្យយើង click លើវាទៅវាធ្វើការ upload ចូលក្នុង cover របស់យើងហើយខ្ញុំទៅដូរ position វាឲ្យវាបង្ហាញអក្សរបែបនេះហើយខ្ញុំអូខេតោះចំណុចបន្ទាប់នេះយើងត្រូវទៅបង្កើត database អញ្ចឹងយើងមកមើល database ដែលយើងត្រូវបង្កើតឬក៏តារាងដែលយើងត្រូវបង្កើតគឺមានincome មាន expense បាទអញ្ចឹងដើម្បីបង្កើតវាគ្នាយើងគ្រាន់តែចុចត្រង់កន្លែងខាងក្រោមនេះមកគ្នាយើងទៅចុចអីគេសញ្ញាសួរហើយគ្នាយើង search ពាក្យថា table ត្រង់កន្លែងនេះយើងត្រូវយកពាក្យថា table view យើងអត់យក table នេះទេព្រោះបើយើងយក table នេះវានឹងបង្ហាញជាតារាងប៉ុន្តែយើងចង់បង្កើត database អញ្ចឹងយើងត្រូវយកជា table view អញ្ចឹងយើង click លើ table view ហើយវានឹងសួរយើងទទួលមួយនឹងកន្លែងនេះតើគ្នាយើងមាន database ដែលយើងចង់ឲ្យវាទាញយកមកអត់អញ្ចឹងកន្លែងនេះយើងមិនទេយើងបង្កើត database ថ្មីហើយកន្លែងនេះយើងដាក់ឈ្មោះរបស់តារាងរបស់យើង view database អញ្ចឹងយើងដាក់ពាក្យថាអូខេយើងដាក់ពាក្យថា income ថា monthly អូខេអញ្ចឹងយើងទទួលបានតារាងមួយឈ្មោះថា income ហើយយើងអាចធ្វើការបាទអញ្ចឹងពេលដែលយើងបង្កើតតារាង database បានគឺយើងអាចបង្កើត icon បានឬក៏យើងដូរ icon វាបានថយយើងចុច icon យើងចុចពាក្យថាបូកឬក៏ add អញ្ចឹងទៅណាអញ្ចឹងយើងមានទៅលើ icon កន្លែងនេះខ្ញុំបង្កើតពាក្យថាបូកអញ្ចឹងទៅណាហើយត្រង់កន្លែង name យើងអាចធ្វើការដូរឈ្មោះវាដោយគ្រាន់តែ click លើឈ្មោះហ្នឹងយើងអាចដូរបានថយនេះយើងដាក់ថាអូខេយើងដាក់ name អញ្ចឹងចុះណាអូខេហើយយើងអាច add កន្លែងនេះមានន័យថាយើងអាចធ្វើការ add name យើងអាច add ទៅលើ tracking ទៅយើងចំនួនរបស់យើងចូលពីអីគេអញ្ចឹងយើងត្រង់កន្លែងនេះខ្ញុំចង់ add ទៅលើតម្លៃន័យថា amount ទៅលើតម្លៃដែលចំនួនរបស់យើងចូលអញ្ចឹងកន្លែងនេះខ្ញុំចុច add property ហើយវានឹងមានច្រើនឲ្យយើងរើសអញ្ចឹងត្រង់កន្លែងនេះយើងត្រូវយកពាក្យថា number ដើម្បីឲ្យដាក់តម្លៃបានអញ្ចឹងយើងចុចលើ number នេះយើងចុចម្ដងទៀតទៅលើអក្សរ number ហើយនេះយើងអាចដូរពាក្យដាក់ថា amount ណាអញ្ចឹងយើងដូរកន្លែងនេះ amount ប៉ុន្តែគ្នាយើងត្រូវចំណាំមួយទៀតពេលដែលយើងបញ្ចូលឲ្យថតថាឥឡូវខ្ញុំមានចំនួនមួយឲ្យថតថា freelancer poster អញ្ចឹងទៅណាអូខេអញ្ចឹងចំនួនវាមិនមែនថតថាចំនួនហ្នឹងយើង design $5 ណាប៉ុន្តែពេលដែលយើងបញ្ចូលលេខ5ត្រង់កន្លែងនេះវាអត់បង្ហាញ$5ទេអញ្ចឹងយើងត្រូវទៅកំណត់ឲ្យវាចេញទៅជាដុល្លារឬក៏ចេញទៅជាអីដែលយើងចង់បានអញ្ចឹងយើងចុចត្រង់កន្លែងឈ្មោះរបស់វានេះយើងចុចត្រង់កន្លែង edit property ហើយយើងយកពាក្យថា number format យើងคลิกត្រង់កន្លែងនេះយើងយកពាក្យថា US ដុល្លារអញ្ចឹងពេលយើងคลิกលើ US ដុល្លារនេះយើងនឹងទទួលបានលេខ$ហើយ$5ណាអញ្ចឹងយើងអាចធ្វើការទាញវាឲ្យវាតូចចឹងក៏បានដោយយើងคลิกឲ្យចំសញ្ញាពណ៌ខៀវហ្នឹងយើងคลิกឲ្យចំវាទៅយើងមានហើយណាអូខេអញ្ចឹងត្រង់កន្លែងនេះតម្លៃវា$5ឬក៏ amount របស់វា$5អញ្ចឹងទៅណាយើងអាចដាក់យើងបង្កើតលេខមួយទៀតឥឡូវខ្ញុំបង្កើតមួយទៀតខ្ញុំបង្កើតវាជា number ដូចគ្នាកន្លែងនេះខ្ញុំដាក់ថាQTY ឧទាហរណ៍ណាចំនួន sorry កន្លែងនេះយើងដាក់ amount ហើយកន្លែងនេះយើងអាចដាក់ចំនួន amount មានតម្លៃរីហើយនឹងចំនួនណាអញ្ចឹងយើងអាចបញ្ចូលលេខអីចឹងទៅណាចំនួនបាន3 poster អញ្ចឹងទៅហើយគ្នាយើងអាចដាក់ថា
យើងអាចបង្កើតមួយទៀតឲ្យថតឥឡូវខ្ញុំចង់បានថាពេលដែលខ្ញុំ design poster ហ្នឹងចំនួនមួយ poster $5ខ្ញុំបង្កើតបាន3 poster អញ្ចឹងមានន័យថាខ្ញុំចង់ដឹងថា total ប៉ុន្មានអញ្ចឹងយើងអាចចុច add property ហើយត្រង់កន្លែងនេះយើងយកទៅលើ type មួយដែលមានឈ្មោះថា formula អញ្ចឹង formula ហ្នឹងគឺជាកន្លែងមួយដែលយើងធ្វើការកំណត់ជារូបមន្តឲ្យវាចេញអូតូអញ្ចឹងយើងអត់ទៅបញ្ចូលអូតូទេអញ្ចឹងខ្ញុំคลิกលើ formula ខ្ញុំលុបកន្លែងនេះចេញខ្ញុំដាក់ពាក្យថា total អូខេឧទាហរណ៍ total income អញ្ចឹងទៅណាអញ្ចឹងយើងអាចដាក់អញ្ចឹងបានទៅមកទៀតនេះយើងចង់ឲ្យវាគុណណាឲ្យវាគុណទៅលើ amount ជាមួយនឹង QTY អញ្ចឹងយើងคลิกត្រង់កន្លែងនេះយើងคลิกត្រង់ប្រឡោះហ្នឹងគ្នាយើងគ្រាន់តែ scroll មកក្រោមវាមានពាក្យថា property អញ្ចឹងខ្ញុំចង់បាន amount គុណមួយ QTY អញ្ចឹងយើងគ្រាន់តែคลิกលើ amount ហើយអ្នកគ្នាដាក់សញ្ញាគុណណាសញ្ញាគុណយើងចុច shift លេខ8ណាហើយយើងយក QTY តែប៉ុណ្ណឹងគ្នាយើងអូខេមកបិទវាទៅអញ្ចឹងយើងទទួលបាន$15ត្រង់កន្លែងនេះយើងត្រូវដាក់កន្លែងនេះជាដុល្លារដែរអញ្ចឹងយើងគ្រាន់តែคลิกត្រង់កន្លែង total amount edit property number and format យើងคลิกយើងយកដុល្លារតែប៉ុណ្ណឹងយើងនឹងទទួលបានលេខជាដុល្លារហើយបាទអញ្ចឹងយើងអាចធ្វើការបង្កើត page ទៀតទៅឧទាហរណ៍ថាយើង design logo branding ណាចំនួនប៉ុន្មានឧទាហរណ៍ថាចំនួន$300ណាអូខេចំនួន1អញ្ចឹងពេលដែលយើងបង្កើតវានឹងចេញអានឹងអូតូម៉ាទិកជាយើងអូខេអញ្ចឹងចំណុចបន្ទាប់យើងនឹងទៅបង្កើតអីគេយើងទៅបង្កើតចំណាយម្ដងអញ្ចឹងដើម្បីបង្កើតចំណាយខ្ញុំយកមកคลิกនៅខាងក្រោមនេះឬក៏គឺយើងអាច duplicate អាហ្នឹងក៏បានដែរណាយើង duplicate វាក៏បានដែរប៉ុន្តែកន្លែងនេះយើងអាចធ្វើការបង្កើតវាអញ្ចឹងយើងអាចคลิกយកមកคลิกឲ្យចំវាមកវាបង្កើតនឹងមួយអញ្ចឹងខ្ញុំបង្កើតថ្មីមួយទៀតខ្ញុំចុចសញ្ញាសួរយើង search ដាក់ពាក្យថា table យើងយកដូចគ្នាយើងយក table view ហើយនេះត្រង់កន្លែងនេះវាចេញអញ្ចឹងយើងបាច់ធ្វើអីវាក៏បានដែរយើងយក UMT ព្រោះយើងបង្កើតថ្មីអញ្ចឹងកន្លែងនេះខ្ញុំដាក់ពាក្យថា expand ហើយយើងចង់បង្កើត add icon យើងចុចសញ្ញា tray 3សញ្ញា tray នេះយើងយក edit icon ចុចនេះយើងយក edit icon ហើយកន្លែងនេះយើងដាក់ថា expand យើងយក icon emoji ហ្នឹងក៏បានដែរដាក់ expand អូខេ expand អូខេឥឡូវខ្ញុំដាក់សញ្ញាដកអូខេឥឡូវខ្ញុំយកសញ្ញាមួយនេះចុះណាវាជា expand តោះអញ្ចឹងនៅក្នុងនេះយើងបង្កើតដូចគ្នាយើងមាន name ខ្ញុំអត់កែទេដោយសារខ្ញុំចង់ដាក់វាជាឈ្មោះធម្មតាតែត្រង់កន្លែងនេះ expand ដូចគ្នាអញ្ចឹងត្រង់កន្លែង expand នេះយើងដាក់ឥឡូវយើងអាចមើលបកគេបានតើគេដាក់មួយខ្លះត្រង់កន្លែង expand គេដាក់តែ amount នេះអញ្ចឹងត្រង់កន្លែងនេះយើងអាចបង្កើត amount មួយទៅអញ្ចឹងនេះយើងដឹងហើយដើម្បីបង្កើត amount យើងคลิกត្រង់កន្លែង new property នេះយើងយកអីគេយក number គឺយើងចុចលើវាម្ដងទៀតយើងលុបពាក្យ number អញ្ចឹងយើងដាក់ amount អូខេអត់នេះ amount item amount item ហើយយើងត្រូវ edit កន្លែងនេះយើងដូរយកអីយើងដូរយកដុល្លារណាដើម្បីវាចេញទៅជាដុល្លារអញ្ចឹងកន្លែងនេះខ្ញុំចង់កែឈ្មោះវាក៏បានខ្ញុំដាក់ថា name name of item អញ្ចឹងទៅណា name of item ខ្ញុំដាក់ income item ចេះណាអូខេដាក់ income item អានេះខ្ញុំដាក់ expense item អូខេថតប៉ុណ្ណឹងណាអញ្ចឹងថតយើងចំណាយលើអីថតយើងចំណាយទៅលើការទិញ Adobe subscription អញ្ចឹងទៅណាថត Adobe account ណាអញ្ចឹងយើងចំណាយប៉ុន្មានថតចំណាយយើងចំណាយ$20យើងដាក់20ទៅណាអញ្ចឹងអាហ្នឹងគឺជាការដែលយើង tracking ឬក៏យើងបង្កើតទៅលើ monthly budget tracking អញ្ចឹងទៅណាទី2យើងអាចធ្វើការទាញវានៅគៀកគ្នាបានអញ្ចឹងដូចលើកមុនអញ្ចឹងយើងគ្រាន់ click ត្រង់កន្លែងនេះយើងទាញវាជាប់យើងរុញវាឲ្យវាចេញសញ្ញាអូខេយើងរុញវាចេញតែបើសិនជាវាអត់ចេញអត់អីទេយើងអាចបង្កើតចេះបើសិនជាយើងទាញទៅអត់បានគ្នាយើងអាចធ្វើវិធីសាស្ត្រមួយទៀតខ្ញុំចុចបង្កើតអានេះណាខ្ញុំចុចសញ្ញាសួរកន្លែងនេះខ្ញុំស៊ើចពាក្យថា column នេះមានន័យថាយើងបង្កើតទៅលើ block column 2ខ្ញុំคลิกលើវាមកនេះអញ្ចឹងខ្ញុំបាន block column 2នេះឃើញទេ
ចឹងខ្ញុំអាចទាញទៅលើ income ខ្ញុំទាញវាឲ្យចូលទៅក្នុង block column ខាងឆ្វេងខ្ញុំចុចទៅលើ expand ខ្ញុំទាញវាឲ្យចូលទៅក្នុង column ខាងស្ដាំចឹងឃើញទេយើងទទួលបាន2ហើយដូចគ្នាទៀតទៅលើអានេះពេលដែលយើងបង្កើតមកវាអីគេវាតូចគ្នាយើងអាចទាញវាឲ្យធំក៏បានឬក៏យើងទៅអីគេទៅ full wide យើងចុចតង់លេខញ៉ាំត្រី3យើងចុច add full wide ឃើញទេអញ្ចឹងយើងនឹងទទួលបានទៅលើការប្រើប្រាស់តារាងប្រភេទ monthly budget បាទហើយចំណុចបន្ទាប់ទាក់ទងជាមួយនឹង icon នេះបើសិនជាយើងអត់ចង់បានទេដោយសារវាចេញមក automatic មានន័យថាពេលដែលយើងបង្កើតទៅលើ item ថ្មីគឺវាមានឲ្យយើង automatic មកថតថាឥឡូវយើងបង្កើត icon អីណាអញ្ចឹងវាមានឲ្យយើងស្រាប់ហើយអញ្ចឹងគ្នាយើងអាចធ្វើការ hide វាបានបើយើងចង់ hide វាយើង click ទៅលើនេះណាយើង click លើឈ្មោះរបស់វាឬក៏ click លើ icon ហ្នឹងយើងឃើញវាថា show page icon អញ្ចឹងយើងអាចត tick វាទៅវានឹងបិទដែរណាហ្នឹងដូចគ្នាដែរយើងអាចចុចលើវាបិទវាបានណាទៅលើការបិទ icon នៅក្នុង item នីមួយៗបាទហើយដើម្បីលុបវាយើងក៏ click ឲ្យចំវាទៅយើងចុចធុងសម្រាមហ្នឹងក៏បានយើងចុច keyboard យើង delete ក៏បានអូខេអញ្ចឹងនៅក្នុងវីដេអូនៃការបង្កើត expand គឺមានប៉ុណ្ណឹង